នារុស្ស៊ីថ្ងៃទី7ខែមិថុនាឆ្នាំ2025ឯកឧត្តមហ៊ូតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានអនុញ្ញាតជូនលោកឈិនរតនាកវីនិពន្ធនិងជាប្រធានយុវជនប្រចាំទីក្រុងរិនតុននៃរដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនិងក្រុមការងារចូលជួបសម្ដែងការគូសំនិងស្នើសុំអនុសាសន៍ណែនាំពាក់ព័ន្ធនឹងវិស័យទេសចរកម្ពុជាព្រមទាំងប្រគល់ជូនសៀវភៅ Travel Exploration of Cambodiaដែលសៀវភៅនេះផ្ដោតលើការផ្សព្វផ្សាយសក្តានុពលទេសចរវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិនិងទំនៀមទម្លាប់ប្រពៃណីព្រមទាំងការអភិវឌ្ឍរបស់វិស័យទេសចរកម្ពុជាទៅកាន់ពិភពលោកក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់និងផ្លែផ្កានេះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណព្រមទាំងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមចងក្រងនៅសៀវភៅដ៏មានសារៈសំខាន់ពាក់ព័ន្ធនឹងវិស័យទេសចរកម្ពុជានេះដែលពិតជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរដ៏សម្បូរបែបនិងកាលានុវត្តន៍វិនិយោគរបស់កម្ពុជាទៅកាន់ពិភពលោកជាមួយគ្នានោះដែរលោកប្រធានយុវជនក៏បានសន្យាថានឹងជួយសហការផ្សព្វផ្សាយពីសភាពការពិតដោយដែលក្រុមការងារបានមកដល់និងឃើញជាក់ស្ដែងថាកម្ពុជាជាប្រទេសមានសុខសន្តិភាពស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សង្គមល្អប្រសើរនិងមានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្ដៅការស្នាក់នៅប្រកបដោយផាសុកភាពម្ហូបអាហារដ៏មានឱជារសការកំសាន្តសម្បូរបែបដែលជំរុញឲ្យភ្ញៀវទេសចរអន្តរជាតិក្នុងនោះមានប្រជាពលរដ្ឋសហរដ្ឋអាមេរិកអញ្ជើញមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត